อเลียนจับรถพวกอากูมิงตั้งពួកគេកំពុងមានព្រៀបលើយើងហើយអាចជន់ហោះមកគួរឲ្យសពណាស់លបងគឺលបងមិនឆ្នះគេទេខាត់តែគ្រាប់ទេហើយបើយើងមានកំភ្លើងធំយើងនឹងអាចបាញ់គេធ្លាក់ពេលគេហោះទាបជាងនេះតែយើងគ្មានកំភ្លើងធំទេមេកងបើមានកំភ្លើងយន្តធន់ធ្ងន់យកខ្ញុំមកខ្ញុំប្រហែលជាអាចកាយបានមើលណាឈិនសុងទៅខ្ចីកំភ្លើងយន្តពីកងពលក្បែរនេះមកយកអាធ្ងន់ឡយើងខ្ចីបានតែប៉ុណ្ណឹងទេគ្រប់គ្រាន់តែទេធីវ៉ាយ៉ាងម៉េចដែរចាំខ្ញុំគិតមើលសិនយើងនឹងធ្វើឲ្យពួកគេភ្ញាក់ផ្អើលម្ដងរួចហើយប៉ុន្តែយើងនឹងអាចបានយន្តហោះគេធ្លាក់បានហើយមេកងទុកឲ្យខ្ញុំល្អគេចង់ប្រើកំភ្លើងអន់បាញ់ទម្លាក់ផងសម័យពេកហើយធីវ៉ាជើងបាញ់គេមិនត្រូវទេតាមទ្រឹស្ដីវាគួរតែបាញ់បានតែយើងនៅដីទាបពេកហើយឆាប់ឡើងទៅលើភ្នំទៅហ៊ានឡើងភ្នំផងពួកគេចង់ឲ្យយើងបាញ់ហើយសាហាត់បាញ់មួយសិនមើលទៅនរកទៅគេបាញ់ទៅចុះចាវិវត្តចប់ហើយគុំចិត្តតែហ៊ានប៉ុន្តែសត្រូវយើងលែងក្អេងក្អាំងទៀតហើយដោយសារតែទ័ពរំដោះដឹកជញ្ជូនសម្ភាវុធច្រើនពេកពួកគេឆ្លងទន្លេយឺតណាស់ធ្វើឲ្យទ័ពដែលការពារពួកគេបាត់បង់យ៉ាងច្រើនអនេកក្នុងសមរភូមិស្របពេលនោះទ័ពគួនមីងតាងនៅតែបន្តខិតជិតមកក្បែរទ័ពរំដោះបន្ទាប់ពីការជជែកយ៉ាងយូរមកទីបំផុតគណៈកម្មាធិការរណសេបដិវត្តក៏បានយល់ព្រមតាមម៉ៅស៊ីងទុំហើយបោះបង់ឧបករណ៍ដែលមិនត្រូវការដើម្បីពន្លឿនបេសកកម្មរបស់កងទ័ពពួកយើងប្រឹងប្រែងកុំរីថយតស៊ូឡើងដើម្បីឆ្លងទន្លេសៀងឲ្យបានលឿននិងជៀសវាងការខាតបង់ថែមទៀតទ័ពរំដោះបានបោះបង់ឧបករណ៍ដែលធ្ងន់ធ្ងរនិងមិនចាំបាច់កងព្យុះហត្ថយាត្រាទីបំផុតក៏ឆ្លងទន្លេសៀងបានសម្រេចតែសមរភូមិទន្លេសៀងទើបតែចាប់ផ្ដើមនោះទេដើម្បីទទួលបាននូវវីដេអូបន្តទៀតសូមជួយចុច like និងជួយចុច subscribe និងទទួលបានរឿងវីរៈកងទ័ពឈានមកភាគបន្តទៀតហើយសូមកុំភ្លេចជួយចុច like និងជួយចុច subscribe សូមអរគុណនិងសូមជម្រាបលា